នៅក្នុងសង្គមសម័យទំនើបយើងតែងតែស្វែងរកទ្វារដែលនាំទៅកាន់ជីវិតល្អប្រសើរទោះបីជាបានឆ្លងកាត់ទ្វារទាំងនោះសាលាល្អការងារល្អផ្ទះល្អក៏ដោយក៏បេះដូងយើងនៅតែទេនឹងទេតាស់ទ្វារនៃពិភពលោកមានតែធ្វើឲ្យយើងធៀងវាមិនអាចផ្ដល់នូវការពេញចិត្តពិតប្រាកដបានទេសម្រាប់អ្នកដែលចង់បានទ្វារមេតែមួយគត់នៃជីវិតដែលធានានូវសុវត្ថិភាពពិតនិងជីវិតដ៏សម្បូរបែបព្រះយេស៊ូវបានប្រកាសថាខ្ញុំជាទ្វារយ៉ូហាន10:7កាលនោះក្រោមចិញ្ចឹមជៀមក្នុងអ៊ីស្រាអែលមិនមានទ្វារដាច់ដោយឡែកទេពេលយប់មកដល់អ្នកកង្វល់ជៀមនឹងដេកនៅមុខហ្វូងជៀមហើយខ្លាចជាទ្វាររស់ដោយខ្លួនឯងបើសត្វព្រៃចង់ប៉ះពាល់ជៀមវាត្រូវជន់ឈ្លើងអ្នកកង្វល់ជាមុនសិនអ្នកកង្វល់គឺជាខែលការពារដែលលះបង់ជីវិតខ្លួនឯងដើម្បីការពារហ្វូងជៀមនៅពេលព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាទ្វារនោះគឺជាការប្រកាសថាទ្រង់នឹងក្លាយជាខែលការពារសម្រាប់យើងវាជាការសន្យាថាទ្រង់នឹងទប់ស្ទង់គ្រោះថ្នាក់ជំនួសយើងនិងនឹងលះបង់ព្រះជន្មរបស់ទ្រង់សម្រាប់យើងពិភពលោកល្បងព្យាយាមយើងដោយទ្វារនៃភាពជោគជ័យសេចក្តីរីករាយនិងការសម្រេចខ្លួនឯងប៉ុន្តែសម្រាប់យើងដែលនៅក្រោមអំណាចនៃបាបនិងសេចក្តីស្លាប់ទ្វារទាំងនោះនៅទីបំផុតគ្រាន់តែជាផ្លូវបិទប៉ុណ្ណោះដោយកម្លាំងផ្ទាល់ខ្លួនយើងមិនអាចបើកទ្វារដែលនាំទៅកាន់ជីវិតបានឡើយប៉ុន្តែព្រះយេស៊ូវបានទទួលបាបរបស់យើងនៅលើឈើឆ្កាងសុគតជំនួសយើងហើយរស់ឡើងវិញដោយបានបំបាក់ទ្វារសេចក្តីស្លាប់និងបើកទ្វារជីវិតឲ្យទូលាយឥឡូវនេះព្រះយេស៊ូវបានក្លាយជាទ្វារសង្គ្រោះតែមួយគត់សម្រាប់យើងជាច្រកចេញដែលនាំទៅកាន់ជីវិតអស់កលឹបជានិច្ចព្រះយេស៊ូវមានបន្ទូលថាខ្ញុំមកដើម្បីឲ្យគេមានជីវិតហើយមានបានច្រើនលើសលប់យ៉ូហាន10:10នៅទីនេះច្រើនលើសលប់ភាសាក្រិក Peresos មិនមែនជាសម្បត្តិវត្ថុសម្បូរបែបនោះទេវាគឺជាសន្តិភាពខាងក្នុងដែលពិភពលោកមិនអាចផ្ដល់បានសេចក្តីអំណរដែលមិនរំជួលទោះក្នុងទុក្ខវេទនាសេរីភាពនៃបាបដែលត្រូវបានអត់ទោសនិងការរួមសំពះដ៏ជ្រៅជាមួយព្រះនេះគឺជាជីវិតដ៏សម្បូរបែបដែលព្រះយេស៊ូវប្រទានបងប្អូនជាទីស្រឡាញ់តើអ្នកនៅតែធៀងនឹងការគូសទ្វារទេរហូតមកដល់ពេលនេះឬនៅទ្វារទាំងនោះមិនអាចទទួលខុសត្រូវលើយើងបានទាំងស្រុងនោះទេសូមជប់ឥឡូវនេះសូមឈរនៅចំពោះព្រះយេស៊ូវគ្រីស្ទទ្វារមេនៃជីវិតដែលបានលះបង់ព្រះជន្មរបស់ទ្រង់ជំនួសអ្នកនៅពេលដែលអ្នកបើកទ្វារនោះហើយចូលទៅអ្នកនឹងក្លាយជាជាមដែលព្រះយេស៊ូវការពារនិងក្លាយជាកូនរបស់ព្រះដែលរស់នៅក្នុងជីវិតពិតថ្ងៃនេះតើអ្នកនឹងមិនបើកទ្វារនេះទេដែលជាច្រកចេញដ៏ប្រាកដបំផុតក្នុងជីវិតរបស់អ្នកនិងជាការចាប់ផ្ដើមនៃជីវិតអស់កលឹបជានិច្ចខ្ញុំសូមអធិស្ឋានដោយក្តីសង្ឃឹមយ៉ាងមុតមមថាអ្នកនឹងទទួលយកព្រះយេស៊ូវជាព្រះសង្គ្រោះរបស់អ្នក